ជុំវិញយើងសតតែធម្មជាតិបងប្អូនធម្មជាតិមានអ្វីខ្លះវាមានដើមឈើវាមានតុទូកាអីផ្ទះសម្បែងមនុស្សម្នាសត្វពានៈទាំងឡាយធ្លាក់ទាំងបឹងបួងអាហ្នឹងហើយជាធម្មជាតិរស់រវើកជាធម្មជាតិគ្មានការរស់រវើកធម្មជាតិដែលរស់រវើកដូចជាមនុស្សដើមឈើមានការលូតលាស់អញ្ចឹងទៅដំណាំអីផ្សេងគឺអាហ្នឹងហើយធម្មជាតិមានភាពរស់រវើកចំណែកធម្មជាតិមិនរស់រវើកមានស្អីខ្លះបងប្អូនវាមិនមានចលនាហ្នឹងមានដូចជាតុទូកាអីអញ្ចឹងផ្ទះសម្បែងជាដើមនឹងឯងអាហ្នឹងហៅថាធម្មជាតិដែលមិនរស់រវើកផងដែរបងប្អូនធម្មជាតិគឺរស់នៅជុំវិញយើងនឹងគ្រប់តែគ្នាទាំងគេទាំងយើងឯងហៅធម្មជាតិដូចជាមនុស្សក៏រស់បែបមនុស្សពេលដើមឈើដើមផ្សេងព្រៃឈើក៏រស់បែបដើមឈើអីផ្សេងតាមលក្ខណៈទៅតាមមុខតាមប្រភេទធម្មជាតិតែម្ដងបាទចំណែកយើងជាមនុស្សក៏ជាធម្មជាតិដែរបងប្អូនរស់បែបធម្មជាតិជាមនុស្សប្រកបមុខរបររស់ស៊ីតាមទំនាក់ទំនងគ្នាទៅវិញទៅមកផ្លូវចិត្តផ្លូវឆ្ងាយមធ្យោបាយធ្វើដំណើរខិតខ្វែងដើម្បីចិញ្ចឹមជីវិតក្នុងការរស់តទៅមុខទៀតបាទមនុស្សវាមិនមែនអីអស់ចាលើគ្នាណាទេបងប្អូន ទោះបីអ្នកមានឬអ្នកក្រគឺដូចតែគ្នាទេបងប្អូនតែសម្បកក្រៅមនុស្សយើងមួយចំនួនគេមានទ្រព្យមានធនគ្រប់បែបយ៉ាងឥតខ្វះតែមនុស្សមួយចំនួនក្រីក្រគឺពួកគាត់មានការខ្វះខាតប៉ុន្តែក្រីក្រមែនក៏រស់របៀបជាអ្នកក្រីក្រសបាយទៅតាមសហគមន៍ជាអ្នកលក្ខណៈក្រីក្រអញ្ចឹងទៅអ្នកមានក៏រស់សបាយតែទៅតាមអ្នកមានអញ្ចឹងទៅប៉ុន្តែទីបញ្ចប់នៃធម្មជាតិជុំវិញយើងបាទទាំងមនុស្សសត្វអីនេះគឺចុងក្រោយគឺត្រូវបែកធ្លាយត្រូវលាគ្នាជារៀងរហូតដូចតែគ្នាអ្នកមានក៏លាគ្នាអ្នកក្រក៏លាគ្នាចំណែកសត្វដើមឈើនៅជុំវិញយើងក៏ត្រូវបែកធ្លាយរលាគ្នាផងដែរនេះជាធម្មជាតិតាក់តែងមិនមែនជាមនុស្សតាក់តែងថាឲ្យយើងបែកគ្នាទេគឺធម្មជាតិអ្នកបង្កើតឲ្យយើងបែកគ្នាឲ្យយើងប្រត់គ្នាឲ្យយើងរស់ដូច្នេះហើយយើងម្នាក់ដែលរស់នៅក្នុងសង្គមក្នុងសហគមន៍ជាមួយគ្នាយើងត្រូវតែរស់ដោយប្រកបដោយការទំនាក់ទំនងគ្នាចេះជួយគ្នាទៅវិញទៅមកពីព្រោះគ្រាអាសន្នអន់ក្រគឺតែងតែមានជួបប្រទះហើយចំពោះពួកយើងម្នាក់